បងប្អូនទាំងអស់គ្នាខ្ញុំចង់បង្ហាញអំពីតង់3ប្រភេទចាដែលខ្ញុំបានប្រើកាលពី2ឆ្នាំមុននៅកសិដ្ឋានដាំចកភៀនឆៃមុំចាប្រភេទទី1គឺជាប្រភេទតង់ខ្មៅ UV ចាដែលយើងរើមកគឺនៅសភាពល្អទាំងអស់ល្អក្លឹងតែម្ដងណាបងប្អូនដែលយើងអាចយកទៅប្រើប្រាស់នៅវគ្គបន្ទាប់បានប្រភេទតង់ទី2ដែលនៅនេះគឺប្រភេទតង់ឥណ្ឌាចាដែលនៅសភាពល្អដូចគ្នាចាដែលយើងអាចយកទៅប្រើប្រាស់វគ្គបន្តទៀតបានហើយប្រភេទទី3នេះគឺកៅស៊ូសបងប្អូនមើលណាគឺផុយលលួយតែម្ដងអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាមានគោលដៅប្រើប្រាស់តង់ឲ្យបានយូរអង្វែងបងប្អូនអាចសាកល្បងជាមួយតង់ខ្មៅ UV នេះបានដោយសារគុណភាពល្អតម្លៃសមរម្យប្រើប្រាស់បានគ្រប់កលៈទេសៈខ្ញុំសូមហែកជូនបងប្អូនទាំងអស់គ្នាមើលទុកជាស័ក្តិសិទ្ធិចានេះគឺជាតង់ដែលយើងបានប្រើ2ឆ្នាំហើយអញ្ចឹងបងប្អូនហែកមកចាគឺខ្ញុំហែកអត់ហែកទេខ្ញុំហែកពិតប្រកបហើយសួរបងពីនេះចាបានហែកលហែកអត់អែមហ្នឹងហើយអញ្ចឹងនេះគឺជារឿងពិតដែលខាងខ្ញុំបានប្រើប្រាស់រយៈពេល2ឆ្នាំដែលបងប្អូនតែងតាមដានរាល់ការធ្វើវីដេអូរបស់ខ្ញុំតាំងពីដើមហើយមូលហេតុដែលខ្ញុំសម្រេចចិត្តរើអាងថ្ងៃនេះមិនមែនបដូរមុខរបរទេចាអាជីវកម្មលក់ចកនៅតែលក់ដដែលប៉ុន្តែយើងរើដើម្បីដាំស្វាយចន្ទីអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការចាទិញជីសម្រាប់ដាំចន្ទីឲ្យលូតលាស់បានល្អឬក៏បងប្អូនត្រូវការជីដើម្បីឲ្យដំឡូងរបស់បងប្អូនមានមើមធំល្អសូមធ្វើការទំនាក់ទំនងមកកាន់នាងខ្ញុំប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នាដោយប្រឹក្សាយោបល់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាដោយពុំគិតប្រាក់ហើយបើបងប្អូនចង់ទិញផ្ញើបាន25ខេត្តក្រុងសូមអរគុណសូមគោរពលា